បាទសួស្តីអ្នកទាំងអស់គ្នាយើងគួរពិភាក្សាមុនពេលវិស្សមកាលមកដល់សម្រាប់អំណាចឆ្នាំនេះជាពេលវេលានៃទីផ្សារ Smartphone សម្រាប់មួយរយៈដែរទន្ទឹមនេះ Smartphone ដដែលនៅតែត្រឡប់មកវិញជាមួយការពំនាំទទួលបានប្រជាប្រិយភាពបំផុតចំណាត់ថ្នាក់លេខ1គឺ Samsung Galaxy A56 5G Smartphone model មួយទៀតគឺ Poco F8 Ultra ធ្លាក់មកកាន់ចំណាត់ថ្នាក់លេខ2ខណៈពេលដែល Smartphone ល្បីលំដាប់កំពូលរបស់ក្រុមហ៊ុន Apple គឺ iPhone 17 Pro Max ទទួលបានចំណាត់ថ្នាក់លេខ3បន្ទាប់ពីចំណាត់ថ្នាក់កំពូលទាំង3រួចមកយើងបន្តឈានមកដល់ Smartphone Samsung Galaxy S25 Ultra បន្តទទួលបានចំណាត់ថ្នាក់ល្អលេខ4ក្នុងសប្តាហ៍នេះដែរដែលបណ្ដាលឲ្យ OnePlus 15អាចមានលទ្ធភាពបន្តឡើងមកចំណាត់ថ្នាក់លេខ5រួចបន្តមកកាន់ចំណាត់ថ្នាក់លេខ6ដែលត្រូវនឹង Smartphone លំដាប់ថវិកាមានវត្តមានជាប្រចាំក្នុងតារាងគឺ Galaxy A17 តាមបន្តពីក្រោយដោយលេខ7ដោយ Smartphone មួយទៀតរបស់ក្រុមហ៊ុន Xiaomi 17 Pro Max និងចំណាត់ថ្នាក់ទាំង3ចុងក្រោយក្នុងសប្តាហ៍នេះបានទៅលើ Samsung Galaxy Z Tri Fold លេខ8 Vivo X300 Pro លេខ9និង Xiaomi Poco X7 Pro លេខ10សូមអរគុណសម្រាប់ការតាមដានទស្សនាអាទិត្យទី50